ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពដែលខ្ញុំបានរៀបចំកាត់វីដេអូនិយាយពីភាពឈឺចាប់របស់ប្រជាជនកម្ពុជាការពលីរបស់យោធានិងការភៀសទឹករបស់បងប្អូនប្រជាពលរដ្ឋដែលបានរស់នៅតាមជាដែនដែលបានភៀសទឹកមកទីទួលសុវត្ថិភាពនៅក្នុងនោះក៏មានគ្រួសារខ្ញុំផងដែរដែលបានចាក់ចេញពីខេត្តឧត្តរមានជ័យដើម្បីមកនៅខេត្តសៀមរាបចាក់ចេញពីកន្លែងដែលមានសង្គ្រាមហ្នឹងហើយក្នុងវីដេអូនេះខ្ញុំបានធ្វើឡើងចេញពីភាពជឿចាប់និងខ្លោចសារដែលយោធាប្រទេសថៃបានរៀបចំវាបហាមកលើកម្ពុជាយើងធ្វើឲ្យប្រជាជនកម្ពុជាយើងរស់នៅទាំងភាពជឿចាប់ខ្លោចសារត្រូវចាក់ចេញពីប្រទេសបាត់បង់ការងារសិស្សសាលាត្រូវបានបិទដោយការវាបហាពីសៀមនឹងធ្វើឲ្យសាលារៀននៅក្នុងខេត្តឧត្តរមានជ័យទាំងអស់ត្រូវបានបិទឬក៏ផ្អាកដំណើរការនៅក្នុងការបង្រៀនសិស្សនៅក្នុងទីនោះហើយប្រជាជនខ្លះដែលអាចជំនះមកបានក៏ជំនះមកបានអ្នកខ្លះទៀតក៏ត្រូវបានសម្រាប់នៅក្នុងត្រង់សេខ្ញុំថានៅក្នុងវីដេអូនេះបងប្អូនទាំងអស់គ្នានឹងជួយ share នៅពេលដែលខ្ញុំបានផុសទៅលើ social media ដើម្បីឲ្យពិភពលោកបានដឹងថាថៃគឺជាជាតិសាសន៍មួយដែលខុសខើបំផុត